ជាដំបូងខ្ញុំសូមគោរពទៅដល់លោកតាលោកយាយលោកឪពុកអ្នកម្ដាយលោកគ្រូអ្នកគ្រូនិងអ្នកទាំងអស់គ្នាជាទីគោរពនាងខ្ញុំឈ្មោះថាត់ថៃចិន្តាឆ្នាំនេះនាងខ្ញុំមានអាយុ18ឆ្នាំកំពុងរៀនថ្នាក់ទី12កពីនៅសាលាអនុវិទ្យាល័យនៅវិទ្យាល័យឡៃហាព្រោះថ្ងៃនេះនាងខ្ញុំកំពុងរស់នៅភូមិបច្ចុប្បន្នអាឃុំឡៃហាទីក្រុងកឹងធើគ្រួសារខ្ញុំមានសមាជិក5នាក់រស់មានលោកឪពុកអ្នកម្ដាយបងស្រីអូនស្រីនិងខ្ញុំសប្តាហ៍ថ្ងៃនេះឪពុកម្ដាយខ្ញុំគឺជាអ្នកកសិករដើម្បីចិញ្ចឹមបងប្អូនស្រី3នាក់ឲ្យបានទៅសាលាដោយសារការខិតខំនិងការលះបង់របស់ពួកគាត់ខ្ញុំតែងតែដឹងគុណនិងសន្យាថារៀនឲ្យបានល្អដើម្បីមិនឲ្យខកចិត្តពួកគាត់ក្រៅពីសិក្សាពេលវេលាទំនេរនាងខ្ញុំក៏ជួយឪពុកម្ដាយស្រោចទឹកបន្លែអូនអ្នកស្រែអ្នកស្រីស្រីក៏អ្នកស្រែចំកើធ្វើមិនមានវាសនាក្បែរឈំយំនេះគឺជាវែងពីងប៉ោះរបស់ឪពុកម្ដាយខ្ញុំធំតែពេលនេះចង់បានបងមកថែស្នេហាល្អទាំងកាយទាំងចិត្តមកធ្វើឲ្យអូនកេងនឹកថ្ងៃគិតយុគគិតអត់ស្បើជាតិនេះអូនមិនយកប្តីឡើយបើមិនមែនគូត្រានត្រៃសុខចិត្តសើកាយនៅឱកាសទំនេររបស់នាងខ្ញុំមកដល់ទីនេះក៏សូមបញ្ចប់សូមអរគុណអ្នកទាំងអស់គ្នាដែលបានតាមដានសូមគោរពនិងសូមជម្រាបលាបេះដូងអូនអួលអើគៀងគៀងភៀងភៀងលែងស្រដីតែកែភ្នែកអាចមិនជាតិនៃអូនលឺស្នេហ៍លើបង